បាទជំរាបសួរបងប្អូនអរគ្នាក្នុងការកណនី limit រៀង0លើ0នេះមុនដំបូងយើងចំនួន x គិតទៅរក0នេះទៅកន្លែងដែលមាន x អញ្ចឹង x គិតទៅរក0ចំនួនទៅបាន0គុណ3បានsin 0 sin 0ស្មើ0ខាងក្រោម3គុណនឹង0ក្រេយើងស្មើ0យើង limit ហ្នឹងគឺមានរៀងមិនកំណត់0លើ0នៅពេលដែលការកណនី limit រៀងមិនកំណត់0លើ0យើងប្រើរូបមន្តមួយ limit x គិតទៅរក0 sin ax ក្រេ sin ក្រេ ax ហ្នឹងនៅលើ ax លើកជាការ៉េទៅវាស្មើ1អញ្ចឹង limit យើង3x យើងខាងក្រោមទៅ 3x លើកជាការ៉េអញ្ចឹងស្មើនឹង limit x គិតទៅរក0 sin ការ៉េ 3x នៅលើ x ការ៉េយើងមានតែ x ការ៉េប៉ុន្តែ3នឹងអត់ការ៉េអញ្ចឹងយើងដាក់3ការ៉េដែរកាលណាយើងចែកនឹង3ការ៉េយើងត្រូវគុណជាមួយនឹង3សំទោសនៅពេលដែលយើងចែកនឹង3យើងត្រូវគុណនឹង3ដែលចែកមកហ្នឹងគឺយើងគុណជាមួយនឹង3ដែលវាមានស្រាប់យើងវាបានទៅជា 3x 3ការ៉េយើង limit x គិតទៅរក0 sin ការ៉េ 3x នៅលើ 3x តើអស់ហ្នឹងលើកជាការ៉េa ក៏មានការ៉េ b ក៏មានការ៉េដាក់ a b លើកជាការ៉េមានន័យថា3ក៏មានការ៉េ x ក៏មានការ៉េយើងដាក់ 3x លើកជាការ៉េតមកគុណជាមួយនឹង3នេះប្រើតាមរូបមន្តយើងនេះ sin ការ៉េ ax នៅលើ ax ការ៉េស្មើ1អញ្ចឹងនេះវាស្មើ1គុណនឹង3 1គុណ3ស្មើ3បាទអរគុណច្រើន